បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងធ្វើឲ្យតួអង្គមានចលនាទៅឆ្វេងទៅស្ដាំទៅលើនិងទៅក្រោមបាទហើយខ្ញុំនឹងឧទាហរណ៍ពីការប្រើប្រាស់មួយបាទឥឡូវជាដំបូងយើងត្រូវចូលទៅ block event បាទមកជ្រើសរើសយកកូដប៉ុនคลิกបាទហើយយើងយកកូដប៉ុនคลิกហ្នឹងគឺយើងយកវាដើម្បីយើងដំណើរការបន្ទាន់នៅផ្នែកខាងលើនេះដើម្បីឲ្យតួអង្គរបស់យើងមានចលនាយើងអត់យកទេគឺតួអង្គយើងពេលយើងចុចប៉ុនคลิกហ្នឹងគឺคลิกខាងលើហ្នឹងគឺវាតួអង្គយើងនឹងមានចលនាទេអញ្ចឹងយើងត្រូវយកកូដហ្នឹងយកមកប្រើបាទហើយបន្ទាប់មកទៀតគឺយើងចូលទៅ block motion បាទមកយើងកំណត់ទីតាំងវាបាទទីតាំងវាគឺ x ដកទីតាំងលើរបស់យើងគឺ x ដក39 y គឺ38បាទគឺទីតាំងនៅទីនេះបាទតាំងនៅទីនេះដើម្បីយើងចុចplay ទៅវានឹងចាប់ផ្ដើមពីទីតាំងនេះបាទបន្ទាប់មកទៀតយើងចូលទៅ block control បាទ control ទៅមកយើងយក forever បាទដើម្បីគ្រប់គ្រងកូដរបស់យើងនឹងឲ្យវាធ្វើចលនារហូតបាទអញ្ចឹងទៅមកខ្ញុំចូលទៅ block motion ដដែលវិញហើយទៅយកគេថា change x by បាទបែង change x by នេះគឺយើងយកវិជ្ជមានបាទអញ្ចឹងយើងយកវិជ្ជមាននេះមានន័យថាតួអង្គយើងគឺធ្វើដំណើរលើដេកហ្នឹងគឺធ្វើដំណើរទៅស្ដាំបាទអញ្ចឹងនៅពេលដែលខ្ញុំចុចវានឹងធ្វើចលនាទៅស្ដាំបាទអញ្ចឹងវាធ្វើចលនាទៅស្ដាំបាទអញ្ចឹងតួអង្គរបស់យើងគឺឈរទៅលើវិជ្ជមាន x វិជ្ជមានបាទអញ្ចឹងវាធ្វើចលនាទៅស្ដាំអញ្ចឹងនៅពេលដែលខ្ញុំដាក់ change x by នឹងគឺចំនួនវិជ្ជមានវិញគឺតួអង្គរបស់យើងគឺវាធ្វើចលនាមកក្រោយបាទធ្វើចលនាមកក្រោយឬក៏មកឆ្វេងបាទអញ្ចឹងនេះគឺជាដែលយើងបានបង្រៀននៅវីដេអូមុនមានន័យថានៅពេលយើងដាក់ change x by កន្លែងនេះដក10វានឹងធ្វើចលនាមកក្រោយតែបើយើងដាក់វិជ្ជមានវានឹងធ្វើចលនាទៅមុខបាទអញ្ចឹងយើងដាក់វិជ្ជមានអញ្ចឹងវានឹងធ្វើចលនាមកក្រោយបាទអញ្ចឹងមួយវិញទៀតខ្ញុំនឹងឧទាហរណ៍y ម្ដងបាទអញ្ចឹងយើងចូលទៅកន្លែង block motion ហើយយកជ្រើសយកថា change y by បាទកន្លែងនេះបើយើងយកy ហ្នឹងគឺវិជ្ជមានវានឹងតួអង្គរបស់យើងធ្វើចលនាទៅលើបាទនៅពេលដែលយើងចុចបាទគឺធ្វើចលនាទៅលើរហូតបាទដោយសារតែយើងសរសេរដាក់នៅក្នុង forever បាទអញ្ចឹងវាធ្វើចលនាទៅលើគឺយើងប្រើ change y by គឺវិជ្ជមានបាទចុះបើយើងដាក់ change y by ហ្នឹងដកវិញអញ្ចឹងតួអង្គរបស់យើងនឹងធ្វើចលនាមកក្រោមបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នឹងបងប្អូននឹងយល់ទាក់ទងទៅនឹងឲ្យតួអង្គមានចលនាទៅឆ្វេងស្ដាំតែយើងកំណត់យ៉ាងម៉េចហើយទៅលើក្រោមតែយើងកំណត់យ៉ាងម៉េចបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមចប់តែប៉ុណ្្នឹងបាទសូមអរគុណ